camera thôi cho coi tích chập tè mà chung camera chập camera rung mà mốc chập lục rừng rồi về bác xem bát san một thuyền xôm lùm on cài xem bát san một thuyền xôm lùm on cài có rúp đom upload và lúc sinh nhá bị xe cứ bom bồn đài praនៅបណ្ដាញសង្គម Facebook បាទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពបាទនិងជាទីនឹករលឹកបាទថ្ងៃនេះខ្ញុំបាទសានមួយធឿនក៏សូមលើកអំពីខ្សែជីវិតពិតបាទរបស់តារាចម្រៀងដ៏ល្បីល្បាញរបស់ផលិតកម្មរស្មីហងមាសដែលបងប្អូនគេស្គាល់ថារិនសាវ៉េតដែលគេស្គាល់ថាអាកំសត់ប៉ុន្តែឥឡូវនេះសានមួយធឿនដាក់ឈ្មោះថាអាសំណាងបាទហើយក្នុងនោះផងដែរខ្ញុំបាទក៏សូមថ្លែងអំណរគុណបាទចំពោះឯកឧត្តមលោកគ្លៀងហួតបាទដែលបានចង់ផ្ដើមឬក៏មានគំនិតមិនចង្អៀតចង្អល់ហើយក៏បានរៃអង្គាសទឹកប្រាក់ជូនជាង$5,000សហរដ្ឋអាមេរិកដល់កីឡាកររិនដល់តារាចម្រៀងរិនសាវ៉េតដែលយល់អំពីទុក្ខលំបាកហើយខ្ញុំបាទសូមជម្រាបប្រាប់ផងដែរថាតារាចម្រៀងសាវ៉េតគឺជាបុគ្គលម្នាក់ខុសពីតារាចម្រៀងដទៃមិនប្រកាន់មិនដែលនិយាយប៉ះពាល់ជាមួយនឹងគណៈបកសង្គ្រោះជាតិហើយក៏មិនដែលនិយាយប៉ះជាមួយនឹងគណៈបកLDP ក៏មិនដែលសរសើរគណៈបកប្រជាជនក៏ប៉ុន្តែក្នុងអាជីពជាអ្នកចម្រៀងត្រច្រៀងដើម្បីដូរក្រពះលក់តែសំឡេងទេប៉ុន្តែមិនលក់ខ្លួនទេធ្វើម៉េចជីវិតគឺវាអញ្ចឹងហើយក្នុងនោះផងដែរខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់លោកឃ្លៀងហួតដែលជាអភិបាលខណ្ឌជ្រោយចង្វាដែលបានគៀងគោរោគសពរជនទាំងក្នុងនិងក្រៅប្រទេសដែលបានចំណាយប្រមូលបានថវិកាជាង$5,000សហរដ្ឋអាមេរិកហើយក្នុងនោះផងដែរអាដាមឃ្លៀងហួតក៏ថាឲ្យខ្ចីផ្ទះនេះខ្ញុំអង្គុយនេះគឺថាខ្ចីផ្ទះ2ឆ្នាំខ្ចីផ្ទះ2ឆ្នាំដោយសារតែមានការអាណិតអាសូរបងប្អូនជាទីគោរពមិត្តដែលប្រើប្រាស់បណ្ដាញសង្គម Facebook ជាទីស្រឡាញ់ទាំងក្នុងទាំងក្រៅប្រទេសជាទីគោរពជាទីសក្ការៈនេះគឺជារឿងពិតមិនមែនជារឿងប្រឌិតបាទក្រោយអំពីរិនសាវ៉េតមានន័យថាប្រមុខរដ្ឋាភិបាលដែលមានសម្ដេចកាមេរ៉ាសូមចាប់គេមើលថតជាងច្រើនមើលគេមើលសូមចាប់គាត់ទៀតមើលគេមើលជាងច្រើនបងប្អូនគេគ្រប់គ្រងឲ្យសុំបែរខាងនេះផងបែរទាំងអស់បាទកាមេរ៉ាសូមបែរនេះវិញចាប់អាប្រពន្ធនេះផងអាប្រពន្ធបងជិះសួររៀបសួរបងរៀបសួរឥឡូវសូមបែរកាមេរ៉ាវិញបាទយើងថាហើយសូមបីតែការសម្ភាសនេះមានន័យថាការសម្ភាសខ្សែជីវិតពិតឬពិតក៏បងប្អូនបានដឹងមួយរឿងសម្ដែងកាលណាចប់រឿងសម្ដែងគ្រាន់តែជាការមួយគេហៅថាសម្ដែងចប់តួអង្គជាងាប់អាចរស់ឡើងវិញបានដោយសារការសម្ដែងឈុតឆាកការ៉ាអូខេឈុតឆាកជាខ្សែភាពយន្តប៉ុន្តែនេះគឺជារឿងពិតការខ្សត់និងអត់ធនធានយើងអាចទ្រាំបានក៏ប៉ុន្តែការបាត់បង់មនុស្សជាទីស្រឡាញ់គឺថាយើងមិនអាចបាត់បានទេហើយក្រោយពីប្រមុខរដ្ឋាភិបាលបាទដែលមានសម្ដេចដេជោហ៊ុនសែនដែលមានលោកជំទាវសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនហ៊ុនសែនដឹងអំពីទុក្ខលំបាកនេះជារឿងពិតមិនមែនជាក្រុមអាចារ្យអេគ្រាន់តែស្រែកគ្រាន់តែយំជែកដើម្បីចង់បានឡានតែរិនសាវ៉េតគឺជារឿងពិតក្រោយពីលោកបានឃើញត្រកូលគ្រួសារវេទនារងាដុំចិត្តរស់នៅតែម្នាក់ឯងឃើញតែផ្សែងបូជាប្រពន្ធហើយសល់កូនប៉ុណ្ណេះគឺគួរឲ្យកំសត់ណាស់
ហើយសម្ដេចក៏បានមើលឃើញក៏ចាប់អារម្មណ៍រឿងចែខ្លាំងជាងអ្នកខ្លះយំពេញ Facebook អត់ចាប់អារម្មណ៍មិនចាប់អារម្មណ៍រឿងរិនសវេតឥឡូវរិនសវេតបានទទួលផ្ទះតម្លៃប្រហែលជាជាង 10,000 ម្ដុំនឹងលោកម៉ានអត់សួរបាទប្រហែលជាវាអាចជាង 10,000 បាទវាអាចជាង 10,000 ឬក៏ក្រោម 10,000 ចុះគេថាលុយនេះវាប្រៀបបានដូចជាត្រូវឆ្នោតមិនបាច់ផ្សងសំណាមិនបាច់កោយករង្វាត់គុំសំដីឬក្រុមអាចារ្យអីមោទនភាពបងប្អូនស្ដាប់ទៅរំភើបហើយបងប្អូនទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍មែនទែនកាមេរ៉ាសូមបែរមកគេមើលយើងឃើញៗមើលចាប់មកគេមើលច្រើនណាស់ចាប់តោហើយចាប់ខាងផងឈរឡើយចាំឈរចាប់ខាងផងបាទសូមជួយបាទសូមបែរវិញកាមេរ៉ាមិនមែនបែរកាមេរ៉ាបែរវិញចាប់លោករិនសវេតចាប់រិនសវេតបាទនេះគឺជារិនសវេតពិតប្រាកដបាទជំរាបសួរហើយថ្ងៃនេះក៏ជាថ្ងៃដែលឡើងផ្ទះរបស់តារាចម្រៀងជ្រោកនៅក្នុងផលិតកម្មរស្មីហងមាសខ្លះគេមានឡានខ្លះគេមានវិឡាតែរិនសវេតជីវិតគឺវាអញ្ចឹងជំរាបសួរឥឡូវយើងហៅពួកម៉ាក់ចុះឬយើងហៅជាពិធីការយើងហៅពួកម៉ាក់ក៏បានឬយើងហៅអាសម្លាញ់ក៏បានយ៉ាងម៉េចដែរអត់ទេសាច់សម្លាញ់ចុះខ្ញុំហៅសម្លាញ់ឥឡូវខ្ញុំហៅសម្លាញ់ចុះឥឡូវខ្ញុំសាមធឿនក៏សូមចូលរួមរំលែកទុកដល់សម្លាញ់ការខ្សត់ទាំងអត់ធនធានយើងក្រំបានក៏ប៉ុន្តែបាត់មនុស្សជាទីស្រឡាញ់ផ្ដើមសំណួរសម្លាញ់ថ្ងៃនេះថ្ងៃច័ន្ទតើសម្លាញ់បានឡើងផ្ទះនៅវេលាម៉ោងប្រហែលនេះបាទគឺយើងថាពាក្យឡើងក៏បានប៉ុន្តែនេះគឺជាការសូត្រមន្តបាទក្នុងគេឋានថ្មីបាទគឺនៅវេលាម៉ោង3:30 នាទីបាទសុំមានប្រសាសន៍លើទីសម្លាញ់បាទគឺម៉ោងអាសម្លាញ់សុំមានប្រសាសន៍លើទីអាសម្លាញ់អាសំណាងហៅអាសំណាងបាទសម្លាញ់គឺម៉ោង3:30 នាទីបាទហើយគឺមានការសូត្រមន្តដើម្បីចូលរស់នៅគេឋានថ្មីបាទសម្លាញ់ពេលដែលពីមុនសម្លាញ់នៅផ្ទះជួលបាទហើយសម្លាញ់ដឹកអីវ៉ាន់ផ្ទះជួលនៅពេលណាហើយធ្វើបន់សពឧត្តមភរិយាជាទីស្រឡាញ់ហើយគាត់លាចាស់លោកទៅហើយធម្មតាមនុស្សគឺវាមានបែកមានជួបមានប្រត់ជារឿងធម្មតាសត្វលោកគឺវាអញ្ចឹងបាទតើសម្លាញ់ក្រោយពីសម្លាញ់ធ្វើបន់ឲ្យសពឧត្តមភរិយាហើយតើសម្លាញ់រវល់អ្វីខ្លះប្រហែលថ្ងៃនេះគឺតាំងពីគាត់មរណកាលទៅគឺតាំងពីថ្ងៃទី23ហើយមកសល់មួយថ្ងៃនេះថ្ងៃទី29គឺខ្ញុំបានប្រពធ្វើពិធីបុណ្យគម្រប់ខួប7ថ្ងៃដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់គាត់បាទហើយមកសល់មិញគឺថ្ងៃទី30ខ្ញុំបានចេញមកពីតកៅវិញនៅពេលថ្ងៃរសៀលម៉ោង12បន្តិចបន្តួចធ្វើដំណើរពីតកៅវិញមកដល់គេឋានខ្ញុំនៅផ្ទះជួលហ្នឹងក៏រើផ្ទះមកពីល្ងាចតែម្ដងតាំងពីផ្សំមិញតែម្ដងទៅប៉ុន្តែសម្លាញ់ក្រោយពីប្រមុខរាជរដ្ឋាភិបាលពិសេសគឺមានទី1គឺផ្ដើមដោយអាដាមភ្លៀងហួតបាទលោកភ្លៀងហួតគាត់បានគៀងគោរោគគេហៅថាថវិកាជាទានរបស់គាត់ដែលគាត់អាណិតឃើញពូម៉ាសម្លាញ់រិនសវេតកំសត់វេទនារំកិដងចិត្តជារឿងពិតមិនមែនជារឿងប្រឌិតហើយក្រោយមកក៏មានប្តីចនចានលក្ខណៈក៏មានចនចានលក្ខណៈដែលចុងផ្ដើមហើយក៏បានរៃអង្គាសប្រាក់តើពេលដែលសម្លាញ់គេថាស្គាល់មិត្តក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាមិនអសន្នតើសម្លាញ់ពេលដែលសម្លាញ់ជួបទុកលំបាកតើសម្លាញ់គួរអរគុណអ្នកណាមុនគេបាទគឺសូមអរគុណសំណួរនេះដល់សម្លាញ់បាទសម្លាញ់គឺសំណួរនេះល្អជួបទុកលំបាកគឺខ្ញុំបាទនឹកឃើញដល់បងប្អូនបាទមិត្តភ័ក្តិសម្លាញ់ទាំងអស់ដែលធ្លាប់ជួបជុំនឹងសប្បាយរីករាយជាមួយគ្នាហើយអរគុណសំខាន់បំផុតគឺអរគុណដល់ប្រិយមិត្តនិងទស្សនិកជនពុកម៉ែឪជាតាអ៊ំពូមិញមាដូចក្នុងប្រទេសឬជាក្រៅប្រទេសបាទហើយអរគុណគណៈពេលវេលានេះដល់សែនអរគុណមែនទែនគឺអរគុណដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនដែលជាប្រធានកាកបាទក្រហមកម្ពុជាដែលលោកបានឧបត្ថម្ភជាផ្ទះបាទមួយល្វែងក្រមនេះដល់ខ្ញុំបាទដើម្បីជាកម្មសិទ្ធិផ្ទាល់ខ្លួនដល់ខ្ញុំបាទក៏ដូចជាក្តាប់កូនរបស់ខ្ញុំបាទខ្ញុំបាទមានតែពាក្យថ្លែងអំណរគុណបាទដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបាទសូមសម្ដេចប្រកបដោយស
សុខភាពល្អបរិបូរណ៍ជានិច្ចជាកាលដើម្បីកសាងនៅប្រទេសជាតិខ្មែរយើងជាបន្តទៀតឲ្យបានរុងរឿងបរិបូរណ៍ទៅថ្ងៃមុខជាបន្តទៀតបាទសូមអរគុណប៉ុន្តែក្នុងនោះមានបងប្អូនរស់នៅในសហរដ្ឋអាមេរិករស់នៅបារាំងក្នុងនោះតាមការមើលរបាយការណ៍របស់លោកឃ្លៀងហួតតើមានគាត់បានជួយច្រើនទេចំពោះបងប្អូនដែលចាប់អារម្មណ៍ស្ដាប់សូសៀងសំនៀងដបពីរោះរបស់សម្លាញ់បាទហើយតើមានបងប្អូនទាំងក្នុងនិងក្រៅប្រទេសញាប់ញ័ររន្ធត់ឃើញរឿងពិតរបស់បងប្អូនក្រៅពីអរគុណរបស់សម្ដេចគតិប្រិមត្តបរនីហ៊ុនសែនអរគុណដល់លោកហ៊ុនសែនតើសម្លាញ់គិតថានឹងអ្វីទៀតជាការចាប់អារម្មណ៍បាទគឺជាការអរគុណបន្តទៀតនោះគឺអរគុណដល់បងប្អូនប្រិយមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដូចខ្ញុំបានរៀបរាប់អំបញ្ញមិញគឺបងប្អូនទាំងហើយគឺជាទឹកចិត្តកម្លាំងទឹកចិត្តដល់ខ្ញុំបាទដែលបងប្អូននៅក្នុងប្រទេសដូចជាក្នុងតាមបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបក៏ដូចជាលោកខាងលិចដែលលោកបានមានចិត្តសន្តោសមេត្តាបានផ្ញើនិច្ចថាជាបច្ច័យដើម្បីចូលរួមនៅបុណ្យសពរបស់ព្រះយាប្រពន្ធរបស់ខ្ញុំបាទហើយក៏សូមអរគុណដល់សិល្បករសិល្បករនីយើងទាំងអស់ទូទាំងប្រទេសកម្ពុជាដែលលោកបានចូលរួមរំលែកទុកហើយអរគុណដល់ច្រើនដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទក៏ដូចជាមិត្តសម្លាញ់សានបន្ទឿនដែលបានចូលរួមរំលែកទុកជាមួយខ្ញុំបាទផងដែរខ្ញុំបាទមានតែម្រាមដៃ10សូមគោរពថ្លែងអំណរគុណមិនអាចរកពាក្យអ្វីមកថ្លែងឲ្យអស់ពីក្នុងចិត្តបាននៃការអរគុណនេះមានតែពាក្យជូនពរសូមឲ្យបងប្អូនទាំងអស់ប្រកបដោយសេចក្តីសុខនិងសប្បាយរីករាយក្នុងក្រុមគ្រួសារជៀសវាងឆ្ងាយពីគ្រោះជំងឺកាចចង្រៃទាំងឡាយជៀសឆ្ងាយជួបតែសេចក្តីសុខគ្រប់ពេលវេលាបាទក៏ដូចជាមិត្តសម្លាញ់អរគុណសម្លាញ់មានន័យថាបងប្អូនសួរពីខ្ញុំថារិនសវេតមិត្តភក្តិគឺជាសម្លាញ់គ្នាប្រហែលឆ្នាំហើយបាទយូរឆ្នាំហើយតាំងពីខ្ញុំបាទជាងជិត20ឆ្នាំហើយបាទជាង10ឆ្នាំបាទជាង10ឆ្នាំហើយគេជិត20ឆ្នាំជាង10ឆ្នាំបាទសម្លាញ់ពេលដែលសម្លាញ់មកទទួលថវិកាពីលោកឃ្លៀងហួតដែលជាអធិបាលខណ្ឌជ្រោយចង្វាហើយលោកបានថាឲ្យខ្ចីផ្ទះនោះនៅ2ឆ្នាំក្រោយមកថា2ឆ្នាំហ្នឹងមិនបាច់ចាំពេលដែលដឹងដល់សម្ដេចតេជោហ៊ុនសែនដល់លោកគតិប្រិមត្តបរនីហ៊ុនសែនទិញផ្ទះនឹងយកបណ្ដោយសម្លាញ់មានអារម្មណ៍រំភើបបែបណាដែរបាទតាមរយៈអាដាមឃ្លៀងហួតបាទតាមរយៈបងអាដាមឃ្លៀងហួតបាទដែលលោកបានជួយជុំជ្រែងជ្រងជួយជុំជ្រែងដើម្បីបានទានស្នាក់នៅហើយក៏អរគុណដល់បងឃ្លៀងហួតមិនពិតមែនបាទជាខ្លាំងបាទដែលបានជួយខ្ញុំផ្ដើមឲ្យខ្ញុំបាទបានស្នាក់នៅទីនេះបាទរួចហើយក៏បានដំណឹងល្អពីសម្ដេចគតិប្រិមត្តបរនីហ៊ុនសែនដែលលោកតែងតែយកចិត្តទុកដាក់ថាមិនបាច់ចាំជួលទេឥឡូវបាច់ចាំនៅ2ឆ្នាំទិញដាច់បណ្ដោយបាទមិនមែនសម្រាប់តែខ្ញុំបាទទេគឺបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលលោកមានទុក្ខលំបាកបាទគឺលោកតែងតែមានចិត្តសន្តោសប្រណីមេត្តាគ្រប់ពេលវេលាបាទដើម្បីជួយដល់បងប្អូនខ្មែរយើងដែលមានការជួបផលលំបាកក្នុងជីវភាពប្រចាំថ្ងៃទោះបីជាមើលមិនទាន់ឃើញពេលវេលានេះប៉ុន្តែលោកក៏មិនមានក៏មិនយកពេលទំនេរដើម្បីបោះបង់ចោលបងប្អូនទាំងអស់គ្នាផងដែរបោះបង់ចោលបងប្អូនជាប្រទេសគឺនៅតែមានគឺនៅតែយកចិត្តទុកដាក់ជានិច្ចដល់រាប់រៀងទៅបាទសម្លាញ់ពេលដែលឧត្តមភរិយាសម្លាញ់ទទួលនិច្ចកម្មទៅទាំងរោគគីពីតយើងឃើញថាមានការចាប់អារម្មណ៍ពីចនច័ន្ទលក្ខណាទាំងលេងហុងដែលជាប្តីក្រៅចនច័ន្ទលក្ខណាហើយក៏ដូចជាបងប្អូនខ្ញុំបានប្រសូមខ្ញុំបាទសាមញ្ញមិនមែនជាគណៈបកនយោបាយទេខ្ញុំបាទសាមញ្ញក៏សូមថ្លែងអំណរគុណចំពោះបងប្អូននៅរស់នៅសហរដ្ឋអាមេរិករស់នៅបារាំងបងប្អូនរស់នៅប្រទេសកម្ពុជាដែលសម្ដែងនៅការអាណិតការអាសូរចំពោះសម្លាញ់រិនសវេតបើទោះបីជាថវិកាយ៉ាងណាក៏គឺថាមិនដែលភ្លេចគុណបងប្អូនទេហើយពេលដែលអ្វីដែលចាប់អារម្មណ៍មួយទៀតខ្ញុំចង់សួរត្រង់សម្លាញ់អ្វីដែលសម្លាញ់ច្រៀងបទមួយដែលមានចំណងជើងថានិស័យស្នេហ៍គ្រប់លក្ខចង់ជប់ប្រពន្ធឲ្យរស់វិញរៀមរត់ជាស្លាប់សម្រាប់ចាស់តើសម្លាញ់ថតនៅពេលណាបទហ្នឹងថតក្រោយប្រពន្ធស្លាប់ឬក៏ថតមុនទុកជាហើយក្រោយឥឡូវមានការចាប់អារម្មណ៍បទហ្នឹងខ្លាំងមែនទែនក្រោយដែលប្រពន្ធខ្ញុំគាត់បានធ្វើបុណ្យហើយរយៈពេលខ្ញុំត្រឡប់មកពីតកៅវិញបានតែធ្វើបុណ្យព្រះរាជាខ្ញុំបុណ្យសពបូជារួចហើយរយៈពេល3ថ្ងៃខ្ញុំបានរកភ្នំពេញក៏ខ្ញុំទៅច្រៀងយកតែម្ដងដើម្បីទុកជូនគាត់ស្ដាប់ទោះបីគាត់ស្ដាប់ឮមិនឮប៉ុន្តែខ្ញុំនឹងច្រៀងជូនដល់វិញ្ញាណក្ខន្ធរបស់គាត់បាទទោះបីបទនេះវាមិនស្តៀងទាំងស្រុងក៏ដោយប៉ុន្តែជាការពិតមួយយើង
មិនចង់បាត់បង់នៅក្តីស្រឡាញ់ក្តីអាណិតរាប់អានរបស់ស្វាមីភរិយាឬក៏ឲ្យដាច់ឲ្យបែកកាត់ចិត្តពីគ្នាបានព្រាមនោះដែរបាទគឺនៅទឹកចិត្តនឹកសំណោះនឹកអាណិតចូលក្នុងផ្ទះមិនឃើញរូបរាងបានត្រឹមតែសម័យឃើញហើយជាពិសេសទោះបីពេលខ្លះយើងមានពាក្យស្គមជងជាមួយគ្នាបន្តិចតួចកន្លែងនេះក៏យើងនឹកមកឃើញដែរបាទហើយកន្លែងខ្លះដែលមានភាពសប្បាយរីករាយជាមួយគ្នាក៏យើងនឹកឃើញហើយជាពិសេសនឹកឃើញពេលខ្លះទៅយើងខ្ញុំមានពាក្យស្គមឆ្គងខ្លះទៅចេះតែនឹកសំណោះសំណោចសម្ដីខ្លួនឯងដែលមិនគួរណាពេលវេលាខ្លះយើងធ្វើមិនបានគាត់សប្បាយចិត្តចឹងណាម្លាញ់ក៏ពេលចឹងខ្ញុំចេះតែសូមកម្មាទុកដល់គាត់ផងដែលបាននិយាយចាក់លោកទៅហើយសូមចប់ការពីស្ងប់ចុះអូនខ្ញុំក៏ច្រៀងនេះជូនគាត់តាប់ប៉ុន្តែបទនេះបើទោះបីថាសម្លាញ់ច្រៀងនៅកំពុងតែមានអារម្មណ៍ក្តុកក្តួលគេហៅថាចានក្នុងរាវវាតែងតែមានសង្កេតអណ្ដាតក្នុងថ្មិញវាតែងតែប៉ះគ្នាហើយក៏សូមទោសដល់វិញ្ញាណក្ខន្ធបងស្រីផងហើយការសួរចំពោះដល់ស្វាមីហើយមិត្តភ័ក្តិអាចរំលឹកទំព័រកម្រងអនុស្សាវរីយ៍បានថាតើសម្លាញ់កន្លែងណាមួយថាมันអាចបងប្អូននៅស្រឡាញ់គឺថាឃើញប្អូនឃើញសម្លាញ់មានកូនមួយក៏តងោលហើយពេលដែលប្រពន្ធស្លាប់ទៅពិសេសគឺថាអង្គុយក្បែរប្រពន្ធពេលដែលឈឺមិនរត់ចោលសុកចិត្តយកដៃជាពះដើម្បីសុំទានពីគេបន្តិចបន្តួចអារម្មណ៍មិនច្រៀងតាមមីកដិនក៏បានក៏ប៉ុន្តែយកដៃជាដើម្បីគេហៅថាជូនទៅបីតែគាត់ដឹងថាមិនរស់កុហកអារម្មណ៍ខ្លួនឯងកុហកខ្លួនថាអូនត្រូវតែតស៊ូអូនត្រូវតែរស់តែអារម្មណ៍សម្លាញ់មានអារម្មណ៍យ៉ាងម៉េចទេពេលហ្នឹងពេលវាហ្នឹងគឺខ្ញុំមានណាញ់ក្នុងខ្លួនទៅហើយដោយសារតែយើងមិនអាចឲ្យអ្វីដែលយើងអាចធ្វើបានឲ្យគាត់មានកម្លាំងឬគាត់ត្រូវការញ៉ាំទឹកគាត់ញ៉ាំមិនបានច្រើននឹកសម្ដីរបស់គាត់ខ្ញុំចង់ញ៉ាំទឹកមួយដបឲ្យអស់ណាស់បើចុងក្រោយគាត់ដាក់បានតែមួយក្អឹកទៅស្មាទោសដោយសារវាមានស្លេះណាស្លេះទៅដាក់មកវាតាមចំមុះមកវិញទឹកអញ្ចឹងមិនបាននិយាយទៅឃើញការលំបាកជួយចាប់របស់គាត់យើងពិបាកទ្រាំមើលណាប៉ុន្តែសម្លាញ់ក្នុងចិត្តប៉ុន្តែយើងត្រូវយើងពិបាកទ្រាំក្នុងចិត្តថាមិននឹកស្មានតែគាត់ចង់ញ៉ាំតែយើងញ៉ាំបានយើងអាចញ៉ាំជំនួសឲ្យគាត់បានឆ្ងាញ់ណានឹងតែគាត់សប្បាយចិត្តយ៉ាងណាប៉ុន្តែសម្លាញ់ពេលដែលដង្ហើមចុងក្រោយដឹងថាអាការៈរបស់ឧត្តមភរិយាគាត់មិននៅមួយយើងទេសម្លាញ់តែងតែលួងចិត្តឧត្តមភរិយាអង្គុយក្បែរតនេកហើយជាតារាចម្រៀងស្រុកខ្មែរមួយបើទោះបីជាច្រៀងមិនដូចសិនស៊ីសមុទ្រមិនប្រុសយ៉ាងណាក៏ដោយក៏ប៉ុន្តែពេលដែលប្រពន្ធឈឺប្រពន្ធឆ្លងទលេសម្លាញ់រឿងសវេតតែងតែបោកគក់កតបប្រពន្ធហើយប្រពន្ធដែលតែងកុហកប្រពន្ធប្រឡប់អារម្មណ៍ខ្លួនឯងមួយថាខកប្រពន្ធថាអូនត្រូវតែរស់ជាមួយបងពេលហ្នឹងសម្លាញ់ដឹងថាគ្រូពេទ្យប្រាប់ថាម៉េចដែរសម្លាញ់បាទគឺគ្រូពេទ្យគាត់បានប្រាប់យើងអស់ហើយថាការជីវិតរបស់គាត់គឺมันមានឱកាសវែងទេអញ្ចឹងយើងដឹងស្រាច់បាទដល់ពេលអញ្ចឹងហើយគឺយើងខំកាត់ចិត្តដែរប៉ុន្តែក្នុងចិត្តមួយថាទេគាត់សុខភាពល្អធម្មតាតើមិនខុសគ្នាតែប៉ែលជាមួយថ្ងៃឬក៏មួយថ្ងៃកន្លះនេះក៏ចាប់សុខភាពគាត់ក៏ប្រែប្រួលលឿនម្ល៉េះអញ្ចឹងចេះតែឆ្ងល់ក្នុងចិត្តថាឃើញគាត់ល្អគាត់ឃើញគាត់រឹងប៉ឹងហើយពេលខ្លះគាត់ក្រោកទៅបោះផ្ទះខ្ញុំប្រាប់ថាអូនអើយផ្ទះនឹងកំបោះរងថ្ងៃពេក2ថ្ងៃបោះម្ដងទៅព្រោះសុខភាពមិនទាន់ល្អទេដល់ពេលអញ្ចឹងទៅខ្ញុំក៏ទៅបោះជំនួសអញ្ចឹងទៅឲ្យនៅសម្រាប់ឲ្យស្ងៀមទៅគាត់មនុស្សគាត់ឧស្សាហ៍ផ្ទះគាត់ធ្វើការសម្អាតឲ្យស្អាតគាត់អត់ចង់ឃើញភាពមិនស្អាតក្នុងផ្ទះអញ្ចឹងគាត់តែឧស្សាហ៍បោះផ្ទះទៅជូតអីហើយខ្ញុំក៏ចេះដោយសារគាត់ដែររឿងបោះផ្ទះជូតផ្ទះដាំបាយអីហ្នឹងគឺគាត់ស្អាតគាត់ចូលចិត្តស្អាតអញ្ចឹងបាទចឹងនឹកឃើញសំណោះអញ្ចឹងនឹកក្នុងចិត្តថាកុំយកគាត់ទៅអីឲ្យគាត់នៅជាមួយខ្ញុំបន្តិចទៀតទៅហើយជាពិសេសនោះធ្វើម៉េចឲ្យទ្រាំបានដល់ពេលកូនពុទ្ធមាតកូនខ្ញុំថ្ងៃ19ខែ5យើងខាងមុខនេះប៉ុន្តែនៅតែទ្រាំមិនបានប៉ុន្តែមានសម្លាញ់មានបានប្រពន្ធប្រាប់ថាអូននឹងទ្រាំរស់ជាមួយបងមើលខួបកំណើតជាមួយនឹងកូនជាមួយបងទេសម្លាញ់គាត់ប្រឹងរស់ទេគាត់ប្រឹងទោះបីជាការញ៉ាំទឹកបានម្ដងមួយថ្នាក់ដោយប៉ុន្តែគាត់ខំលេប
គាត់ខំលើចុងក្រោយដែលគាត់លំបាកមិនគឺទឹកគាត់បន្តយើងបន្តសរោសយោទឹកយើងមិនតិចបើថាបខំដាក់អត់ចូលទេអញ្ចឹងគាត់ខំប្រឹងគាត់ខំទប់ស្មារតីប៉ុន្តែចុងក្រោយគាត់មានតពិផ្ដាំមើលថែរក្សាកូនផងអញ្ចឹងជួនកាលគាត់អាចមិនទុកចិត្តខ្ញុំថាខ្ញុំមនុស្សប្រុសមើលមិនដិតដល់ទេសម្លាញ់អញ្ចឹងណាប៉ុន្តែចុងក្រោយគាត់ក៏ដឹងខ្លួនឯងថាបែបហ្នឹងអញ្ចឹងណានិយាយទៅវាអាចនេះអូលដាំក៏អនុគាត់សម្លាញ់ពេលដែលឧត្តមភរិយាលោកបានលាចាកលោកទៅគាត់បានលាចាកលោកទៅគាត់ស្ងប់ហើយយើងនេះត្រូវមើលកូនគាត់ជំនួសគាត់ឲ្យពលឹងគាត់7ថ្ងៃមិនតាន់ទៅណាវិលនៅនឹងតែមានដែរយល់សពឃើញគាត់ទេបើយើងនិយាយអំពីអបិយជំនឿខ្មែរយើងខ្ញុំស្មាតតូចចិត្តខ្ញុំបាទសូមនិយាយពាក្យពិតមិនដឹងយ៉ាងម៉េចទេមកដល់ថ្ងៃនេះវាថ្ងៃទី9ឬក៏ទី9នៃការស្លាប់របស់គាត់ហើយតាំងពីថ្ងៃទី23ណា29យក7ថ្ងៃ38ថ្ងៃថ្ងៃទី1នេះយប់ទី9ប៉ុន្តែថ្ងៃទី1យកដល់យប់តន់យប់អត់តន់សម្រាប់អញ្ចឹងយប់ថ្ងៃទី8មកសមនេះខ្ញុំអត់តន់ទៅសពឃើញគាត់សោះនៅតែមកពីមូលហេតុអ្វីគាត់ចង់ឲ្យប៉ុន្តែសម្លាញ់អាចនិយាយសំជួយទៅសពប្រាប់បងប្អូនគាត់ថាគាត់បានផ្លិចទឹកអប់ផ្លិចខោអាវផ្លិចអីចឹងខ្ញុំយកទៅជូនគាត់អាពេល7ថ្ងៃណាបាទប៉ុន្តែខ្ញុំឆ្ងល់មកពីមូលហេតុអ្វីខ្ញុំពុំឆ្ងល់ហើយខ្ញុំក៏ចង់សពឃើញគាត់ដែរប៉ុន្តែអត់សោះនឹងថាមកពីអ្វីអានេះខ្ញុំសូមនិយាយឲ្យចិត្តស្មោះត្រង់បាទប៉ុន្តែសម្លាញ់អាចនឹកឃើញថាកម្រងអនុស្សាវរីយ៍ដំបូងដែលស្រឡាញ់គាត់មិនធម្មតារហូតដល់តារាចម្រៀងចូលក្នុងក្រោមផលិតកម្មរស្មីហងមាសមួយអារម្មណ៍មិនអាចច្រៀងបានអីបានអង្គុយកំដរគាត់មើលថែគាត់តើសម្លាញ់គិតថាកម្រងអនុស្សាវរីយ៍ទំព័រមួយណាដែលធ្វើឲ្យសម្លាញ់នឹងនៅតែអង្គុយក្បែរគាត់ទោះបីថាច្រៀងបានលុយប៉ុណ្ណាក៏នឹកចិត្តកាន់ដៃគាត់ដង្ហើមចុងក្រោយតើមានកន្លែងណាមួយដែលគិតតែគាត់ធ្វើល្អសម្រាប់យើងហើយយើងធ្វើល្អសម្រាប់គាត់អនុស្សាវរីយ៍សម្លាញ់ជាច្រើនគឺទូទៅប៉ុន្តែកន្លែងដែលលំបាកឲ្យខ្ញុំមិនអាចទៅណាបានគឺពេលគាត់ដកដង្ហើមយ៉ាប់មិនអាចទៅណាបានសូម្បីតែចេញក្រៅបន្ទប់គឺគាត់ដកដង្ហើមពិបាកមែនទែនផុតផើយលោតដល់អុកស៊ីសិនទៅពិបាកដកទៀតវាចឹងកន្លែងទាំងហ្នឹងគឺលំបាកអត់ចង់ឲ្យគាត់បែបហ្នឹងឲ្យគាត់ដកឥឡូវនេះមានអ្នកលេង Facebook ហ្នឹងអ្នកលេង Facebook គេថាចេះគេថាតារាចម្រៀងរិនសវេតហៅកំសត់ហ្នឹងគឺថាមិនដែលនិយាយពីរឿងនយោបាយមិនដែលប៉ះពាល់គណៈបកណាទាំងអស់ហើយហេតុអីបានហៅសម្ដេចនាយកឬក៏លោកជំទាវសម្ដេចប្រទេសប្រដនេះឲ្យផ្ទះទី1មិនដែលនិយាយអំពីរឿងនយោបាយតាក់ទងនឹងគណៈបក LP ក៏មិនដែលនិយាយសង្គ្រោះជាតិក៏មិនដែលនិយាយហើយក៏មិនដែលលើកគណៈបកប្រជាជនដែរនៅលេង Facebook គេលើកឡើងចឹងទៅហេតុអីបានមានចំណុចត្រង់ណាដែលធ្វើឲ្យអង្រួតបេះដូងផ្នែកដឹកនាំនេះដែរលោកចំណាយលុយដល់ទិញចេះឲ្យពិចារណាតើមូលហេតុអ្វីបេះដូងអ្វីសូមជាយាយការពិតខ្ញុំបាទសូមអធិស្ឋានដោយសារតែនេះគឺខ្ញុំបាទកុំយំសម្លាញ់កុំយំគឺនិយាយឲ្យតែការពិតគឺជាការស្រឡាញ់ឬជាទឹកចិត្តរបស់លោកដែលលោកបានមើលឃើញនៅការលំបាករបស់ខ្ញុំបាទមិនមែនរឿងនយោបាយខ្ញុំក៏មិនបាននិយាយអ្វីដែរអធិស្ឋានប៉ុន្តែនេះជាការអាណិតអាសូររបស់លោកសម្រាប់រូបខ្ញុំបាទក៏ដូចជាជីវរដ្ឋយើងទូទៅដែរដែលលោកបខានអញ្ចឹងលោកមិនមែនចាំតែនិយាយនយោបាយឬក៏លោកចាំតែឲ្យទៅខាងគណៈបកនេះទេគឺលោកមើលឃើញលំបាកគឺលោកជួយទាំងអស់បាទសូមជម្រាបជូនលោកប៉ុណ្ណេះសម្លាញ់បាទចង់សួរតិចចង់សួរថាបើសិនជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហងមាសដូចជាលោកព្រៀបសវ័តអោកសកុនកញ្ញាឈនសវណ្ណរាជនំបាញ់ចនឿអនុបច្ចរិទ្ធឬក៏ពេជ្រសភាអញ្ចឹងទៅហើយសិតតអ្នកមានឡានមានផ្ទះទំនើបហេតុអ្វីបានជារិនសវេតគេដឹងថារិនសវេតអត់ប្រកាន់ចរិតអត់វាយរឹកអត់មានប្រកាន់អតចរិតហេតុអ្វីបាន
សម្លាញ់នៅប្រកាន់គោចំហមួយថាតារាចម្រៀងតែជ្រោកក្នុងហងមាសត្រូវតែមានទេតែតារាចម្រៀងដ៏ក្រីក្រជាងគេគឺរិនសាវ៉េតយកហេតុឯបានស្គាល់តាំងពីអ្នករត់ម៉ូតូឌុបអ្នកកង់អ្នកម៉ូតូឌុបហៅទៅផឹកទៅជួបទៅការគេទៅតែហេតុឯបានសម្លាញ់កាន់គោចំហនឹងមួយគាត់ចង់ដឹងថាតារាចម្រៀងនៅហងមាសត្រូវតែមានឡានជាព្រះសវត្តខនបានរាជនំបញ្ញនឿនំបញ្ញរិទ្ធពេជ្រភាអីចឹងទៅហើយហេតុនេះបានសម្លាញ់មិនប្រកាន់ឬអាងជាមួយពលរដ្ឋខ្មែរអ្នកគ្រប់គ្រងបាទខ្ញុំបាទចង់និយាយថាលោកអ្នកលោកអស់លោកសិល្បករយើងទាំងអស់ក៏គាត់ដូចខ្ញុំដែរខ្ញុំជឿបាទគាត់មិនប្រកាន់ដូចខ្ញុំចឹងគាត់នេះគឺខ្ញុំចង់និយាយថានេះគឺជាការរាប់អានរបស់ទស្សនិកជនចំពោះខ្ញុំបាទក៏ដូចជាបងប្អូនចិត្តខាងបាទអញ្ចឹងខ្ញុំមានតែពាក្យមួយថាគឺជាការរាប់អានរបស់បងប្អូនប្រិយមិត្តយើងទេបាទអញ្ចឹងយើងក៏រាប់អានទៅលោកវិញដោយសប្បាយរីករាយជាមួយគ្នាបាទគឺអត់មានភាពតោះតើយនៅតែជួយគ្នាទេគឺមានតែពាក្យសប្បាយរីករាយប៉ុណ្ណឹងទេបាទទៅវិញទៅមកបាទបាទអរគុណសម្លាញ់រាប់អានបាទឥឡូវបងប្អូនគាត់ចង់ស្ដាប់សូសៀលសំនៀងគោកក្រោយពីសម្លាញ់ពេលដែលឯងចាក់បទចម្រៀងតាំងពីប្រពន្ធទទួលមរណភាពទៅពូម៉ែឯងចាក់រហូតហើយចូលរួមចំណែកដល់សម្លាញ់មានទុកចង់សួរសម្លាញ់ថាសម្លាញ់អាចច្រៀងបទមួយបទអារម្មណ៍ពិតតាក់ទងទៅនឹងបទដូចថាពេលដែលប្រពន្ធស្លាប់បាន3ថ្ងៃច្រៀងបទនិស័យស្នេហ៍គ្រប់ច្រៀងគោកបានមួយបទដើម្បីផ្ញើជូនបងប្អូនថាតើហេតុអ្វីបានច្រៀងបទនោះចេញដោយសារអ្វីបានមានគំនិតថាច្រៀងបទហ្នឹងតើស្ដាយអឡោះអាឡៃរបស់គាត់បើអាចជប់គាត់ពឹងរកឯសីជប់គាត់រស់បានអ្វីក៏មិនស្ដាយទ្រព្យសម្បត្តិទ្រព្យធនឲ្យតែគាត់រស់នៅក្បែរយើងសម្លាញ់អាចច្រៀងគោកមកបទហ្នឹងហើយបាទខ្ញុំបាទសូមច្រៀងជូនដល់បងប្អូនប្រិយមិត្តទាំងអស់ស្ដាប់កំសាន្តបាទតែគេគ្រប់ត្រូលពូម៉ាក់សម្លាញ់តែខ្ញុំបាទក៏សូមអធិស្ឋាននិងសូមអភ័យទោសទុកជាមុនផងបើសិនជាមានការឆ្គងបាទសូមអរគុណខ្ញុំបាទច្រៀងណាបាទខ្ញុំសូមរាប់ជូនបាទសូមសង្កេតកាមេរ៉ាថយក្រោយតិចបាទខ្ញុំបាទរឿងនេះគឺជារឿងពិតបាទទោះបីជាខ្ញុំសុភាដល់អារម្មណ៍ក្តុកក្ដួលយ៉ាងណាក៏ដោយហើយសម្លាញ់ត្រូវតស៊ូទៅរឹងប៉ឹងហើយមនុស្សយើងមានជីវិតគឺវាអញ្ចឹងវាមានបែកវាមានជួបវាមានប្រត់វាជារឿងធម្មតាទេសម្រាប់សត្វលោកប្រពន្ធទៅមុនយើងនៅអឡោះអាឡៃបើយើងទៅមុនប្រពន្ធនៅអឡោះអាឡៃបើប្រពន្ធនៅចឹងឥឡូវនេះសូមអញ្ជើញបងប្អូនស្ដាប់នេះមិនមែនជារឿងនេះជារឿងពិតមិនមែនជារឿងប្រឌិតយំត្រាម៉ាអាឡេអាឡូដូចអ្នកផ្សេងសម្ដែងទេបាទសូមអញ្ជើញបងប្អូនធ្លាប់តែឃើញបណ្ដាញសង្គម Facebook ហើយស្ដាប់សម្លាញ់រិនសាវ៉េតច្រៀងបទដែលមានចំណងជើងថានិស័យស្នេហ៍ស្រីគ្រប់លក្ខបាទសូមអញ្ជើញសូមរាប់ជូន1 2 3សូមអញ្ជើញឲ្យលឺសម្លាញ់សៀលទុនទៀបរសាប់ចិត្តក្រៃជំនោនេះរដីដូចដង្ហើមស្រីពេលគេងលំហារលឹមផ្សាយក្រោចសហោចស្រប់មុនស្នេហ៍លំលងលោចម្លេះទេដូចអូនមុំពេឲ្យកាយអរ៉ាមិនគួរនិមលស្លាប់ចោលបងទៅរលឹកណាស់ទៅសង់រលោងខ្មៅនៅនឹងនេត្រារលោកសំផស្សរលំគុនធីប្រលឹងផ្លោមចិនដាខាបយកសង្ខាបងហើយណាស្រីលីហើយទ្របធនបនស័ងទាំងឡាយលេងឃ្លានហើយបាយគក់ទ្រូងឲ្យធ្លីទើបសពភក្តីចង់រត់បង្ហូតឲ្យផុតផែនដី
ជ្រៀតជ្រែកពិភពដតីស្វែងរកអីស្អីមកជប់ជីវ៉ារៀមរត់អើយស្លាប់សម្រាប់ជាតិថ្មីរោគប្រលឹងស្រីធៀបអូននៅដៃបងកាន់បងកាបារុំវិញមែនរុំមូលផងគ្នាស្លាប់ទៀតក៏ពីអង្គារួមឈាមស្នេហាគ្រប់លក្ខនីស័យ